សួស្តីពុកម៉ែបងប្អូនអញ្ចឹងតោះយើងបន្តដំណើរកម្សាន្តទៅមុខទៀតនៃព្រឹកព្រលឹមថ្ងៃនេះព្រឹកព្រលឹមម៉ោងប្រហែលជា7:22នាទីរសាងើបរៀងស្ពឹកដែរបងប្អូនអរគ្នាបានដេកនៅបន្ទប់សិនតិចអត់ចង់ងើបទេហើយបន្ទាប់ពីជិះចេញពីផ្ទះសនៈបន្តិចមកក៏យើងមកដល់កន្លែងហូបអីហើយក៏ចូលហូបអីបន្តិចសិនបងប្អូនអរគ្នាឥឡូវខ្ញុំបានកំងនឹងបញ្ចុកម្នាក់មួយចានបងប្អូនអរគ្នាដើម្បីហូបយកកម្លាំងជិះម៉ូតូឡើងលើភ្នំអញ្ចឹងណាបន្ទាប់ពីអស់នឹងបញ្ចុកម្នាក់មួយចានហើយក៏បន្តដំណើរទៅមុខទៀតដើម្បីស្វែងរកជាងដើម្បីបដូរប្រេងម៉ាស៊ីនព្រោះអីតាំងពីផ្ទះមកយើងអត់ទាន់បានដូរម្ដងទេបងប្អូនអរគ្នាបន្ទាប់ពីជិះឆ្វែលមកស្តុកឃើញថាជាងអត់ទាន់បានបើកទ្វារទេដោយសារតែព្រឹកពេកហើយខ្ញុំក៏សម្រេចចិត្តថាឆ្លងទៅត្រៃខាងលិចតែម្ដងទៅហើយតោះរួចអើយមកដល់ត្រួតទីជាងឃើញហើយឥឡូវកុំឲ្យខាត់ពេលយូរយើងចូលដូរប្រេងម៉ាស៊ីនតែម្ដងទៅជាងដូរប្រេងម៉ាស៊ីនមួយឥឡូវប្រេងម៉ាស៊ីនដូរហើយបងប្អូនអរគ្នាឥឡូវយើងស្វែងរកកន្លែងចាក់សាំងម្ដងពួកខ្ញុំអស់ប៉ុណ្នេះដេកផ្ទះដែរមិនអីអស់46,000ទៀត10000ហើយឥឡូវសាំងក៏បានចាក់រួចរាល់ហើយដែរហើយបន្ទាប់មកទៀតយើងក៏ចាប់ដើមចេញដំណើរតែម្ដងទៅតនៅព្រឹកដើម្បីឆាប់បានឡើងទៅដល់លើបងប្អូនអរគ្នាដើម្បីស្រូបយកខ្យល់អាកាសនិងធម្មជាតិចឹងណាហើយត្រង់កន្លែងនេះខ្ញុំក៏បានឈប់ចូលទិញទាមួយដែរបងប្អូនអរគ្នាដើម្បីយកទុកទៅហូបនៅលើអញ្ចឹងណាឥឡូវនឹងដល់ផ្លូវចូលបងប្អូនអរគ្នាខ្ញុំកំពុងរកថាទិញទឹកទិញភេសជ្ជៈអីដើម្បីទុកហូបនៅលើអញ្ចឹងណាគាត់តែញ៉ាចាក់អីតិចតួចចឹងបងប្អូនអរគ្នាហើយឥឡូវខ្ញុំបានទិញរួចរាល់ហើយមានភេសជ្ជៈ2កំប៉ុងហើយនិងស្រា3កំប៉ុងហើយក៏បានឈប់ចូលទិញម្ជូរទៀតបងប្អូនអរគ្នាដោយសារខាងស្រីគាត់ចង់ម្ជូរចឹងណាម្ជូរទិញទៅ5000ទេតែក៏ដាក់ឲ្យឡើងច្រើនមែនតើបន្ទាប់ទិញបានរួចរាល់អស់មកយើងក៏បានជិះម៉ូតូឡើងទៅលើតែម្ដងហើយបងប្អូនអរគ្នាមកដល់កន្លែងនេះគឺយើងក៏អន់ឈប់ដើម្បីឲ្យខាងគេដាក់បារះហ្នឹងយកលុយហ្នឹងតែជាក់ស្ដែងគឺគេអត់យកលុយបងប្អូនយើងឲ្យទៅលេងបានគេអត់មានយកលុយយកអីទេ
mấy cái cạ lâu này đâu đi ពីជិះមកសតោះមកយើងក៏បានឡើងមកដល់កន្លែងកាហ្វេថ្មមុខយ៉ាយហើយបើនិយាយពីទេសភាពនៅកន្លែងហ្នឹងវិញគឺថាស្អាតខ្លាំងមែនតើបងប្អូនអរគ្នាយើងអាចមើលទៅក្រោមឃើញក្រុងកពតទាំងមូលអញ្ចឹងណាហើយមានទុកជាតិមានអីបក់ល្វិចល្វិចអូមើលទៅស្អាតខ្លាំងមែនតើហើយកន្លែងនេះគេដាក់កន្លែងខ្ញុំស្រឡាញ់បូកគោខ្ញុំបេះដូងបូកគោអញ្ចឹងណាហើយខ្ញុំស្រឡាញ់បូកគោមកវិញទៅវិញបន្ទាប់ពីជិះបានមកសតោះមកយើងក៏មកដល់កន្លែងជាម៉ៅហើយបងប្អូនអរគ្នាហើយក៏ចូលទិញចេកទិញអីបានមកដល់ជាម៉ៅហើយកំពុងតែដើរឡើងម៉ោង 3:20 ម្ដងនេះម៉ោង 9 ដល់កន្លះម៉ោងជាងពីឡើងអុចធូកសុំសុខសុខសប្បាយពីលោកយាយម៉ៅហើយយើងក៏បន្តដំណើរទៅមុខទៀតបងប្អូនអរគ្នាបាទហើយឥឡូវនេះយើងមកដល់ខ្លងទ្វារឋានសួគ៌បូកគោហើយបាននិយាយពីភ្នំបូកគោនេះវិញនេះគឺជាលើកទី2សម្រាប់ខ្ញុំហើយលើកទី1នោះខ្ញុំមកបានដល់តែកន្លែងខ្លងទ្វារឋានសួគ៌បូកគោនឹងទេដោយសារតែអាប់ពេកបងប្អូនអរគ្នាអញ្ចឹងខ្ញុំមិនអាចទៅមុខទៀតទេដោយសារតែមើលអីអត់ឃើញតែមកជើងនេះបងប្អូនអរគ្នាគឺថាមេឃសាឡាល្អខ្លាំងមែនតែនហើយមេឃសតុំទៀតជួនក្តៅជួនសតុំបងប្អូនអរគ្នាហើយនិយាយពីទេសភាពនៅនឹងវិញគឺអែមមែនតែនសម្រាប់ផុតពីខ្លងទ្វារឋានសួគ៌បូកគោមកគឺជាលើកទី1សម្រាប់ខ្ញុំហើយហើយមកដល់កន្លែងនេះឃើញថាទេសភាពគឺស្អាតខ្លាំងមែនតើបងប្អូនអើយគឺមើលទៅឃើញផ្ទៃសមុទ្រល្វឹងល្វើយទេសភាពពីខាងលើមើលទៅដូចនៅលើឋានសួគ៌អញ្ចឹងណាតែយ៉ាងណាក៏សំណូមពរដល់បងប្អូនទាំងអស់គ្នារឿងសម្រាមតិចបងប្អូនអើយមើលណាគឺសិតតែសម្រាមមកទេសភាពស្អាតកន្លែងស្អាតតែទោះតែបងប្អូនមកគឺគាត់ចោលសម្រាមកន្លែងហ្នឹងអញ្ចឹងណាអញ្ចឹងហើយសូមសំណូមពរបងប្អូន អ
សុំតែយ៉ាងមេត្តាផងដែរអូនមិនហើយចាប់មកចាប់ឥឡូវយើងបានមកដល់វត្តសំពើប្រាំងហើយតែដោយសារតែហេវក៏បកមកហូបនំប៉័ងម្នាក់មកកណាត់វិញទៅដូចព្រោះអីតាមពីព្រឹកមកយើងបានហូបទៅនំបញ្ចុកម្នាក់មួយចានទេហើយឥឡូវនេះខ្ញុំបានមកដល់កន្លែងវត្តចាស់ណាបងប្អូននឹងវត្តនឹងវិហារចាស់ទេអធិស្ឋានដោយសារយើងអត់ច្បាស់ដែរបើរូបរាងពីក្រោយនោះដូចជាចាយដីចឹងបងប្អូនអរគ្នាហើយទៅសារទេសភាពនៅកន្លែងហ្នឹងមែនតើគឺថាស្អាតខ្លាំងមែនតើហើយចំណែកឯបរិយាកាសវិញគឺថាតែចាក់ខ្លាំងណាស់បងប្អូនអើយគឺមកលើកនេះគឺអត់ខកអំណងទេចំណែកឯអាប់ក៏អត់មានហើយមេឃសតុំនិយាយទៅស្រឡះស្អាតមកហើយអូបងប្អូននេះគឺអត់ចង់ចុះទៅវិញទេចង់តែអង្គុយលេងនៅនឹងឲ្យបានយូរអញ្ចឹងណាតែដោយសារតែយើងអត់អាចនៅសម្រាប់នៅនឹងទេដោយសារយើងត្រូវត្រឡប់ទៅផ្ទះវិញក៏សម្រាប់ចាត់ថាទៅមកកន្លែងទៀតទៅ
ហើយឥឡូវខ្ញុំបានមកដល់កន្លែងបឹងនៅលើភ្នំបូកគោដែលបឹងដែលមានគេចិញ្ចឹមត្រីច្រើនហ្នឹងឯងបងប្អូនអរគ្នាហើយកំពុងតែមកទិញចំណីត្រីដើម្បីទៅបាចចង់មើលត្រីអញ្ចឹងណាបងប្អូនហើយឃើញគេទិញគេបាចលេងដែរអញ្ចឹងហើយក៏ឆ្លៀតទិញបាចលេងគេទៅហើយមើលត្រីទៅគឺធំខ្លាំងមែនតើគឺត្រីខ្លះគឺគេចាស់ហើយបងប្អូនខ្លះអស់សកាអស់អីដែរតែមិនមែនប៉ុណ្ណឹងបងប្អូនមើលបើមើលក្នុងកាមេរ៉ាអញ្ចឹងឃើញតិចទេតែចាក់ស្ដាយបងប្អូនទៅឡើងខាប់ដឹងតែម្ដងនឹងវាចិត្តទៅបើវាកើតកូនវាអីនឹងគឺវាកាន់តែច្រើនទៅអញ្ចឹងណាបងប្អូនអរគ្នាហើយមើលអាកាសធាតុនៅហ្នឹងក៏មានអារម្មណ៍ថាត្រជាក់ខ្លាំងដែរហើយមេឃក៏បើកថ្ងៃប៉ុន្តែគ្រាន់តែបើកថ្ងៃបងប្អូនគឺអត់មានអារម្មណ៍ថាក្តៅទេដោយសារតែខ្យល់មានអីដោយសារវានៅលើភ្នំអញ្ចឹងគឺអែមខ្លាំងមែនតើចាក់អត់ទេចាក់រកពេញទីមកទីហើយចំណែកឯបឹងកន្លែងនេះវិញក៏មិនធម្មតាដែរបងប្អូនគឺស្អាតខ្លាំងមែនតើនៅទេសភាពឡើងខៀវស្ងាត់តែមកដោយសារតែកន្លែងនេះអត់មានសូវមានមនុស្សទេដោយសារតែកន្លែងទឹកគេស្តុបអញ្ចឹងណាបងប្អូនហើយណាមើលទឹកក៏វាមើលទៅក៏វាអត់សូវតំណងដែរប៉ុន្តែបើនិយាយពីទេសភាពកន្លែងហ្នឹងវិញគឺថាស្អាតមិនបាច់និយាយបងប្អូនហើយឥឡូវនេះខ្ញុំកំពុងតែជិះរកកន្លែងដើម្បីហូបអីបន្តិចដោយសារតែសាច់ទាដែលខ្ញុំទិញពីក្រៅមកហើយនឹងភេសជ្ជៈអីហ្នឹងគឺយើងអត់ទាន់បានហូបឡើយទេដោយសាររកកន្លែងបានរចុះរឡើងមកកន្លែងថ្មនេះដដែលបងប្អូនអើយលើភ្នំប៉ុណ្ណាណៃរកកន្លែងហូបអីអត់បានអញ្ចឹងណាកន្លែងមានប៉ុន្តែយើងចេះថាអត់ចូលហួសមកបន្តិចក៏កាន់តែយូរទៅឥឡូវគិតដល់មកទៅផ្ទះក៏មកអង្គុយហូបទាំងកណ្ដាលថ្ងៃទៅហើយប្រពន្ធខ្ញុំក៏ទៅទូទៅដោយសារគាត់ខ្លាចខ្មៅអញ្ចឹងតែខ្ញុំអត់អីទេទេសភាពមួយនេះគួយនៅហាក្តៅអញ្ចេះគឺមានអីទេបងប្អូនមកអែមតែតើគ្មានក្តៅមានអីទេឡើងតែជាក់ស្រួលហ្មងឥឡូវខ្ញុំក៏ដល់ម៉ោងទៅវិញដែរបងប្អូនអរគ្នាដោយសារតែម៉ោងនេះជារៀងល្ងាចដែរហើយវីដេអូហ្នឹងក៏ចាប់ផ្ដើមចប់ទៅបដាហើយបងប្អូនអរគ្នាខ្ញុំក៏បានជិះម៉ូតូចេញដំណើរទៅម្ដងតិចហើយដោយសារតែយើងដើរលេងមិនសពទេបើឲ្យសពគឺមិនសពបាទមកទៅឲ្យផ្ទះហើយ